ការព្យាបាលគឺគ្រូពេទ្យតម្រូវឲ្យអ្នកជំងឺដែលមានបញ្ហាស្ទះសរសៃឈាមបេះដូងឬក៏គ្រូពេទ្យដែលនៅជិតផ្ទះលោកអ្នកហ្នឹងធ្វើរោគវិនិច្ឆ័យថាស្ទះសរសៃឈាមបេះដូងហើយត្រូវមកពេទ្យឯកទេសផ្នែកបេះដូងហ្នឹងឲ្យបានមុន2ម៉ោងជួយបានមុន2ម៉ោងបើសិនជាលើក2ម៉ោងក្នុងករណីខ្លះធ្វើបានបងប្អូនអញ្ចឹងតែករណីខ្លះធ្វើអត់បានទេអញ្ចឹងវាខូចជាសាច់បេះដូងដែលសរសៃឈាមទៅចិញ្ចឹមកន្លែងហ្នឹងអត់បានហ្នឹងគឺខូចហើយកាលណាយើងទុកយូរខូចសរសៃផ្សេងទៀតអាចធ្វើឲ្យបេះដូងយើងសាច់បេះដូងខូចទ្រង់ទ្រាយធំអាចគ្រោះថ្នាក់ដល់ជីវិតមូលហេតុស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងមាន4បងប្អូនទី1គឺដោយសារពពួកកូលេស្តេរ៉ុលឬក៏ខ្លាញ់ស្ទះសរសៃឈាមឬក៏ប្រហោងសរសៃឈាមដែលចេញពីបេះដូងទៅចិញ្ចឹមសាច់បេះដូងខ្លួនវាអញ្ចឹងទៅធ្វើឲ្យឈាមរត់ដែលចេញពីបេះដូងទៅចិញ្ចឹមសាច់បេះដូងរបស់វាតាមរយៈសរសៃហ្នឹងគឺវាស្ទះវាអត់ទៅដល់អញ្ចឹងធ្វើឲ្យខូចសាច់បេះដូងទី2តាក់ទងមួយកំណកឈាមពេលខ្លះឈាមវាស្ទះវាកកអីនៅក្នុងសរសៃឈាមហ្នឹងទៅក្នុងករណីយើងមានជំងឺផ្សេងដែលតាក់ទងជាមួយនឹងបញ្ហាធ្វើឲ្យកំណកឈាមកកខុសពីធម្មតាហ្នឹងទៅក៏ធ្វើឲ្យស្ទះដែរបងប្អូនហើយក៏ធ្វើឲ្យខូចសាច់បេះដូងដូចគ្នាទី3អាចតាក់ទងជាមួយនឹងសរសៃឈាមហ្នឹងវាត្បៀតវាកត្រាក់រួមតូចចេះខ្លួនវាតែម្ដងប៉ុន្តែមូលហេតុនេះជាមូលហេតុកម្រអញ្ចឹងឈាមតែចិញ្ចឹមអត់រួចដែរទី4គឺតាក់ទងជាមួយនឹងការដាច់សរសៃឈាមតែចិញ្ចឹមបេះដូងតែម្ដងចំពោះរោគសញ្ញាដែលបញ្ជាក់ថាយើងមានបញ្ហាស្ទះសរសៃឈាមបេះដូងហ្នឹងទី1គឺយើងចុកនៅទ្រូងនៅខាងក្រោយទ្រូងយើងហ្នឹងចាក់មកផ្នែកខាងឆ្វេងនៃទ្រូងចាក់មកឆ្អឹងស្លាបបញ្ជាវឬក៏ស្មាចាក់មកកកចាក់មកដើមដៃឬក៏កពួនដៃយើងហ្នឹងចាក់មកចង្កានិងចាក់មកចុងដង្ហើមអាហ្នឹងជាសញ្ញារបស់ស្ទះសរសៃឈាមបេះដូងហើយក៏វាមានសញ្ញារួមផ្សំដែរដូចជាវិលមុខបែកញើសអស់កម្លាំងក្អួតចង្អោរសន្លំសន្លប់ជាដើមក៏មានដែរបាទហើយភាគច្រើនកើតឡើងនៅពេលដែលយើងធ្វើសកម្មភាពអីតិចតួចធ្វើចលនាហាត់ប្រាណធ្វើការតិចតួចហើយភាគច្រើននៅពេលយប់បងប្អូនបាទរបៀបធ្វើរោគវិនិច្ឆ័យគឺគ្រូពេទ្យពឹងផ្អែក3ចំណុចទី1ពឹងផ្អែកលើរោគសញ្ញាដែលខ្ញុំរៀបរាប់ខាងលើមិញហ្នឹងទី2គឺការវាស់ចម្បាក់បេះដូងកាលណាយើងវាស់ចម្បាក់បេះដូងយើងអាចដឹងសរសៃឈាមត្បៀតអាចស្ទះឬក៏វាអាចខូចផ្នែកណាឆ្វេងស្ដាំលើក្រោមមុខក្រោយកដាលអីចឹងទៅយើងអាចដឹងបងប្អូនបាទហើយទី3ពឹងផ្អែកទៅលើការបូមឈាមពីអ្នកជំងឺហ្នឹងយកទៅពិនិត្យមើលយើងមើលជាតិត្រូប៉ូនីនហ្នឹង1ម៉ោងទៅ6ម៉ោងគឺវាឡើងល្អបើសិនជាយើងបូមមុនម៉ោងជួនណាវាមកធម្មតាយើងអាចច្រឡំថាអត់មានបញ្ហាស្ទះសរសៃឈាមបេះដូងហើយការព្យាបាលគឺគ្រូពេទ្យតម្រូវឲ្យអ្នកជំងឺដែលមានបញ្ហាស្ទះសរសៃឈាមបេះដូងឬក៏គ្រូពេទ្យដែលនៅជិតផ្ទះលោកអ្នកហ្នឹងធ្វើរោគវិនិច្ឆ័យថាស្ទះសរសៃឈាមបេះដូងហើយត្រូវមកពេទ្យឯកទេសផ្នែកបេះដូងហ្នឹងឲ្យបានមុន2ម៉ោងជួយបានមុន2ម៉ោងបើសិនជាលើក2ម៉ោងក្នុងករណីខ្លះធ្វើបានបងប្អូនអញ្ចឹងណាតែករណីខ្លះធ្វើអត់បានទេអញ្ចឹងវាខូចឯសាច់បេះដូងដែលសរសៃឈាមទៅចិញ្ចឹមកន្លែងហ្នឹងអត់បានហ្នឹងគឺខូចឯហើយកាលណាយើងទុកយូរខូចសរសៃផ្សេងទៀតអាចធ្វើឲ្យបេះដូងយើងសាច់បេះដូងខូចទ្រង់ទ្រាយធំអាចគ្រោះថ្នាក់ដល់ជីវិតសរុបមកការការពារគឺបើសិនជាបងប្អូនមានលើសឈាមបងប្អូនត្រូវលេខថ្នាំជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវឈាមបងប្អូនច្រើនបំផុត13 12 13ច្រើនបំផុត14ហ្នឹងចាស់ហើយបើសិនជាបងប្អូនមានទឹកនោមផ្អែមសំខាន់បងប្អូនធ្វើម៉េចឲ្យខ្លាញ់ច្រើនបំផុត150 A1C តិចជាង7ស្ករពេលព្រឹកតិចជាង126ហូបរួច2ម៉ោងតិចជាង180អញ្ចឹងបងប្អូនហើយឈាមច្រើនបំផុតឲ្យ13សម្ពាធឈាមហើយសម្រាប់បងប្អូនគីឡូលើសត្រូវទៅចុះគីឡូបងប្អូនខ្លាញ់លើសត្រូវទៅចុះខ្លាញ់បងប្អូនធ្វើការហាត់ប្រាណដោយមួយអាទិត្យយ៉ាងតិច150នាទី
ឬក៏យើងគិតជាគីឡូម៉ែត្រមួយអាទិត្យយ៉ាងតិចក៏19គីឡូម៉ែត្របងប្អូនបាទនេះជាសារសំខាន់សម្រាប់កាត់បន្ថយបញ្ហាជំងឺស្ទះសរសៃឈាមបេះដូងដែលបងប្អូនអាចយកទៅប្រើប្រាស់បានដោយខ្លួនឯងហើយត្រូវប្រយ័ត្នមានរោគសញ្ញាបងប្អូនត្រូវទៅជួបពេទ្យឲ្យបានត្រឹមត្រូវមិនត្រូវផ្សំថ្នាំលេបតាមចិត្តឯងទេបាទ